ស្រណណាំងពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមក្រឹមត្រៃផ្ដាំក្តាមខ្យងស្រណណាំងពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមក្រឹមត្រៃផ្ដាំក្តាមខ្យងស្រណងពីអ្នកតាត្រសងនាំគ្នាបដោះបដងនៅតាមដងអូទឹកថ្លាឆ្វេងឃើញមកឆាគៀងគូបដោះបដងលឺសូឡូលោមូលហើយគ្នាខ្យល់ត្រជាក់បក់មកម្ដងម្ដងត្រជាក់ឆ្អឹងខ្នងឲ្យបងរងាខ្យល់ត្រជាក់បក់មកម្ដងម្ដងត្រជាក់ឆ្អឹងខ្នងឲ្យបងរងាស្រណងនៅពេលជួបគ្នាស្រណងការគ្រានៅខ្ទមអ្នកតាមិនហ៊ានប្រាប់ម៉ែខ្លាចគាត់ថាទៅប្តឹងអ្នកតាជួយធ្វើជាសាស្ត្រីស្រណណាំងពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមក្រឹមត្រៃផ្ដាំក្តាមខ្យងស្រណណាំងពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមក្រឹមត្រៃផ្ដាំក្តាមខ្យងស្រណងពីអ្នកតាត្រសងនាំគ្នាបដោះបដងនៅតាមដងអូទឹកថ្លាឆ្វេងឃើញមកឆាគៀងគូដោះបដងលឺសូឡូលើបូលហៅគ្នាខ្យល់ត្រជាក់បក់មកម្ដងម្ដងត្រជាក់ឆ្អឹងខ្នងឲ្យបងរងាខ្យល់ត្រជាក់បក់មកម្ដងម្ដងត្រជាក់ឆ្អឹងខ្នងឲ្យបងរងាស្រណងនៅពេលជួបគ្នាស្រណងការគ្រានៅតមអ្នកតាមិនហ៊ានប្រាប់ម៉ែខ្លាចគាត់ថាទៅប្តឹងអ្នកតាជួយធ្វើជាសាស្ត្រីស្រណណាំងពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមក្រឹមតែផ្ដាំក្តាមខ្យងស្រណណាំងពេលភ្លៀងរលឹមក៏ឆ្លើយក្រឹមក្រឹមតែផ្ដាំក្តាមខ្យងស្រណងពីអ្នកតាត្រសងនាំគ្នាបដោះបដងនៅតាមដងអូទឹកថ្លាឆ្វេងឃើញមកឆាគៀងគូដោះបដងលឺសូឡូលើបូលហៅគ្នាខ្យល់ត្រជាក់បក់មកម្ដងម្ដងត្រជាក់ឆ្អឹងខ្នងឲ្យបងរងាខ្យល់ត្រជាក់បក់មកម្ដងម្ដងត្រជាក់ឆ្អឹងខ្នងឲ្យបងរងាស្រណងនៅពេលជួបគ្នាស្រណងការគ្រានៅតមអ្នកតាមិនហ៊ានប្រាប់ម៉ែខ្លាចគាត់ថាទៅប្តឹងអ្នកតាជួយធ្វើជាសាស្ត្រីទៅប្តឹងអ្នកតាជួយធ្វើជាសាស្ត្រី